ខ្ញុំគិតថាជីវិតនៅសល់របស់ខ្ញុំមិនមានពន្លឺទៀតហើយធ្វើឲ្យខ្ញុំខ្លាចជាមនុស្សគ្មានសម្លេងខ្ញុំគិតថាជីវិតនៅសល់របស់ខ្ញុំនឹងនឹកជានិច្ចប៉ុន្តែមិននឹកស្មានថានឹងបានជួបអាឈឺគាត់មិនរើសអើងចំពោះកំហុសរបស់ខ្ញុំទេហើយថែមទាំងថែរក្សាខ្ញុំជានិច្ចឥឡូវនេះរៀបការបាន3ឆ្នាំហើយកូនតូចរបស់ពួកយើងក៏ជិតកើតមកលើលោកនេះហើយអ្នកដឹងទេលោកមិនស្រឡាញ់នាងមនុស្សគ្មានសម្លេងនោះទេគ្រាន់តែយកនាងធ្វើជាឧបករណ៍បង្កើតកូនប៉ុណ្ណោះមិនអាចទេលោកល្អឥតខ្ចោះបែបនោះចង់រកអ្នកណាក៏បានហេតុអ្វីបានជាជ្រើសនាងព្រោះតែនាងជាមនុស្សគ្មានសម្លេងនឹងហើយពេលកូនកើតមកនឹងយកតែកូនទុកម្ដាយចោលបន្ទាប់មកលោកអាចរៀបការជាមួយនាងសិនម៉ានីដែលមិនអាចមានកូនបានដល់ពេលនោះមនុស្សគ្មានសម្លេងនោះក៏មិនអាចទៅនិយាយអ្វីគ្រប់ទីកន្លែងបានទៀតទេមិនអាចទេតើអាឈឺដែលធ្លាប់ល្អចំពោះខ្ញុំទាំងអស់គឺសុទ្ធតែបោកប្រាស់ឬខ្ញុំត្រូវទៅសួរឲ្យច្បាស់សួស្ដីកញ្ញាស៊ីខ្ញុំបានធ្វើតាមអ្វីដែលអ្នកបានប្រាប់រួចហើយគឺមនុស្សគ្មានសម្លេងនោះចូលអន្ទាក់ហើយប៉ាត្រូវតែគ្មានអីទេឆាប់លើកទូរស័ព្ទផងឈឺមេគឺអានយេស៊ីឬបងឈឺទៅងូតទឹកហើយចាំទូរស័ព្ទម្ដងទៀតទៅអាយយេស៊ីមិនឈឺហេតុអ្វីអ្នកធ្វើបែបនេះចំពោះខ្ញុំEndeavor អ្នកមកធ្វើអ្វីនៅទីនេះខ្ញុំគ្រាន់តែមកមើលអ្នកប៉ុណ្ណោះគឺមើលរួចហើយចេញទៅបន្ទប់ការិយាល័យរបស់ខ្ញុំកុំឲ្យមនុស្សអត់តម្លៃចូលមកដោយចៃដន្យឲ្យទៀតមានគ្រោះថ្នាក់ចរាចរណ៍បញ្ជូនទៅគ្រូពេទ្យចៅភ្លាមបងឈឺបានទៅមន្ទីរពេទ្យហើយតែបើអ្នកធ្វើតាមអ្វីដែលខ្ញុំប្រាប់អ្នកនឹងមិនខាតបងទេលោកយ៉ាងម៉េចហើយលោកស៊ីមិនពេលបញ្ជូនមកដល់ប្រពន្ធបានស្លាប់រួចហើយស្លាប់ទាំងម្ដាយទាំងកូនសាកសពត្រូវបានយកទៅបូជាហើយខ្ញុំចង់ឃើញមនុស្សស្លាប់ក៏ត្រូវឃើញសាកសពបងឈឺនរណាអនុញ្ញាតឲ្យអ្នកបូជាសពកុំធ្វើបែបនេះបងឈឺអ្នកបាននិយាយថានឹងដោះស្រាយរឿងទាំងអស់វិញអ្នកធ្វើបែបនេះនាងមិនអាចរស់ត្រឡប់មកវិញបានទេ